សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃមុនយើងនិយាយពី Voltonic ហើយប្រេង Voltonic បលហ្មងឥឡូវមកនិយាយពីប្រេង Repsol របស់អេស្ប៉ាញម្ដងអញ្ចឹងនៅកន្លែងខ្ញុំមានប្រេង Repsol មាន1030ហើយនិង1040អញ្ចឹងខ្ញុំមាន1030ចង្កឹះលេខប្រភេទ Fully Synthetic API SP ហើយមាន1030ប្រភេទ Auto API SP ដូចគ្នាហើយខ្ញុំមាន1040ខ្ញុំមាន1040 Auto API SN សា Fully Synthetic ហើយនឹង1040ចង្កឹះលេខ API SN ដូចគ្នា Fully ដូចគ្នាហើយនឹងមួយទៀតគឺប្រភេទខ្លាំងរបស់ Repsol ហើយគឺគេហៅថា Repsol Racing Fully Synthetic ចំណុះ1លីត្រអញ្ចឹងអានឹងគុណភាពអេមហ៎អញ្ចឹង Repsol ជាក្រុមហ៊ុនធំរបស់ប្រទេសអេស្ប៉ាញនៅស្រុកខ្មែរអត់សូវមានអ្នកលក់ទេមានតិចតួចអញ្ចឹង Repsolក្រុមហ៊ុនរបស់អេស្ប៉ាញហើយប្រេងដែលមានលក់នៅស្រុកខ្មែរគឺប្រេងដែលយើងនាំចូលមកពីឥណ្ឌូនេស៊ីគឺ Repsol មានរោងចក្រផលិតនៅឥណ្ឌូនេស៊ីនេះនៅឥណ្ឌូនេស៊ីហើយ Repsol បងប្អូនពិបាករោបន្តិចប្រេង1030ដែលមាន spec API SP Fully Synthetic គឺពិបាករោក្នុងប្រេងដតីអញ្ចឹងប្រេង Repsol គឺគុណភាពអេមហើយសម្រាប់ spec Racing នេះគឺខ្លាំង Racing នេះគឺខ្លាំង spec វាលើសប្រភេទប្រេងផ្សេងៗតម្លៃដូចគ្នាប្រេងនេះតម្លៃ$15តែនៅស្រុកគេអី Racing នេះគឺគេដាក់ម៉ូតូធំម៉ូតូប៉ណ្ណាំងម៉ូតូជួយចិត្តលឿនហ្នឹងគឺគេប្រើហ្នឹងឯងហើយតម្លៃប៉ុណ្ណឹងគឺពិបាករោប្រេងផ្សេងមកប្រៀបធៀបមួយវាតម្លៃវា$15ហើយសម្រាប់1030 MA2 1030ចង្កឹះលេខ1030ម៉ូតូតម្លៃ11ហើយនឹង1040តម្លៃ10ពួកធម្មតាតម្លៃ10ហើយអានេះតម្លៃ15ចំណុះ1លីត្រចឹងគុណភាពអេមហើយបងប្អូនដឹងហើយ Repsol ជាក្រុមហ៊ុនធំជោគជ័យលើវិស័យប៉ណ្ណាំងម៉ូតូជាមួយនឹង Honda តែឥឡូវគេឈប់រកស៊ីមួយគ្នាហើយតែវគ្គមុនគឺប៉ណ្ណាំងម៉ូតូធំគឺ Repsol ខ្លាំងណាស់លើកពីរហូតជាមួយនឹងម៉ូតូ Honda ចឹង Repsol គុណភាពអេមបងប្អូនអាចប្រើបានទាំងម៉ូតូអូតូចង្កឹះលេខអាចមករកបានហើយបងប្អូនក៏ពិបាករកទិញនៅកន្លែងផ្សេងណាវាមានអ្នកលក់ដែរតែគ្រាន់ថាមានតិចតួចចឹងបងប្អូនដែលត្រូវការប្រេង Repsol បងប្អូនអាចតាក់ទងមកតាម Telegram ដែលខ្ញុំដាក់នៅក្នុង caption បានចឹងអរគុណច្រើនបងប្អូនមើលវីដេអូនេះហើយជួយ Subscribe ផងចាំខ្ញុំថតប្រេងនៅកន្លែងខ្ញុំឲ្យច្រើនអរគុណច្រើន